រឿងនាងឧបរីមិនគួរយំសោកស្ដាយចំពោះជនដែលបានស្លាប់បាត់ទៅហើយកាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តចេតពុនមានឧបាសិកាមួយរូបយំសោកស្ដាយស្វាមីដែលបានធ្វើមរណកាលទៅហើយរាល់តែព្រឹកនាងទៅយំសោកបោកខ្លួនលើភ្នោខ្មោចស្វាមីក្នុងព្រៃស្មសានអត់បាយអត់ទឹកស្គមរីងរៃអស់ទាំងខ្លួនទោះបីញាតិមិត្តហាមឃាត់អង្វរយ៉ាងណាក៏លះបង់សេចក្តីសោកនោះមិនបានឡើយថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូទ្រង់ជ្រាបបានប្រមើលមើលឧបនិស្ស័យឃើញថានាងត្រូវបានសម្រេចដល់សោតាបត្តផលទើបស្ដេចយាងទៅកាន់ផ្ទះនាងដើម្បីរំលឹកទូមាននាងបានឃើញព្រះសាស្តាហើយនិមន្តគង់លើពុទ្ធាសនៈថ្វាយចង្ហាន់ក្នុងទីបំផុតនៃផតកិច្ចព្រះសម្ពុទ្ធត្រាស់សួរថានាងកើតទុក្ខយំសោកអំពីរឿងអ្វីនាងក្រាបទូលតាមដំណើរព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាត្រាស់រំលឹកថាការយំសោកឥតអំពើទេស្វាមីនាងទៅកើតទៀតហើយឥតដឹងថានាងយំសោកឡើយព្រោះហេតុនោះចូលនាងបន្ទោបងសេចក្តីសោកចេញចាំតថាគតនាំអតីតនិទានមកសម្ដែងឲ្យនាងស្ដាប់នាងក៏ខំប្រឹងអត់សង្កត់ចិត្តប្រុងស្ដាប់ព្រះពុទ្ធសម្ដែងថាការកន្លងទៅហើយមានព្រះរាជាមួយអង្គព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិនាក្រុងពារាណសីទ្រង់កាន់ទសពិតរាជធរ10ប្រការមហាជនប្រុសស្រីក្នុងព្រះនគរមានសេចក្តីគោរពរាប់អានពោលសរសើរព្រះអង្គចេះគ្រប់គ្រងប្រជានុរាស្ត្រឲ្យបានសេចក្តីសុខចម្រើនគ្រប់គ្នាមិនលំអៀងខាងរាជការឲ្យទុករាស្ត្រមិនលំអៀងខាងរាស្ត្រឲ្យទុករាជការឡើយកាលព្រះអង្គស្ដេចយាងទៅកាន់និគមជនបទណាពួកប្រជានុរាស្ត្រគ្រប់ប្រភេទស្រែកឲ្យពរសពសាធុការសរសើរព្រះរាជេស្តាបារមីក្នុងទីនោះថ្ងៃមួយព្រះអង្គទ្រង់ខ្លែងភេទជាជនកំសត់ស៊ីឈ្នួលប៉ះសម្ពុតអាវបានហៅមហាអាមាត្យមកប្រាប់ថាបើអ្នកណាមករកព្រះអង្គថាគង់នៅក្នុងព្រះរាជវាំងកុំឲ្យប្រាប់ថាព្រះអង្គស្ដេចយាងទៅកាន់ទីណាឡើយប្រាប់មហាអាមាត្យដូច្នោះហើយពេលរាត្រីស្ងាត់ព្រះអង្គទ្រង់ព្រះភ័ស្ត្រចាស់រហែករយេរយាយតាមភាពអ្នកទាល់ក្រលំបាកស្ពាយសំពាយមួយមានកំណាត់ចាស់និងមជុលចេះដាក់នៅក្នុងព្រមទាំងប្រាក់1000កហបណៈផងដែរយាងចូលទៅក្នុងនិគមជនបទតូចធំដើម្បីស្ដាប់មហាជនឲ្យដឹងថាសកម្មភាពរបស់ព្រះអង្គនៅមានទាស់ចិត្តមហាជនត្រង់កន្លែងណាខ្លះពួកអ្នករាជការទទួលប្រតិបត្តិសុចរិតតាមព្រះរាជបញ្ជាឬទុច្ចរិតសង្កត់សង្កិនប្រជានុរាស្ត្ររបស់ព្រះអង្គព្រះរាជាទ្រង់ស្ដេចទៅទីណាគ្មានឮសម្ដីអាក្រក់ចំពោះព្រះអង្គនិងរាជការរបស់ព្រះអង្គសោះមានតែសរសើរគ្រប់គ្នាចំណែកព្រះអង្គក៏គ្មានជនណាស្គាល់ថាជាមហាក្សត្ររបស់ខ្លួនឡើយ
ខ្លះហៅពូខ្លះហៅអ៊ំខ្លះហៅតាប្រើឲ្យដេប៉ះសំពត់ឲ្យខ្លះឲ្យឈ្នួលជាលុយកាក់ខ្លះឲ្យចំណីអាហារព្រះរាជាខ្លែងភេទនៅក្នុងនគរបែបនេះអស់រយៈពេលវេលាជាយូរខែពុំដែលឮពាក្យតេះដៀលមិនពេញចិត្តចំពោះព្រះអង្គនិងអ្នករាជការរបស់ព្រះអង្គសោះជួនជាថ្ងៃមួយនោះស្ដេចយាងទៅដល់ផ្ទះស្រីមេម៉ាយស្លាប់ប្តីម្នាក់មានកូនក្រមុំមួយអាយុ16ឆ្នាំជាស្រីគ្រប់លក្ខណ៍ប្រកបដោយលំអ5យ៉ាងប៉ុន្តែជាស្ត្រីទាល់ក្របានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកស្ត្រីមេម៉ាយឃើញព្រះអង្គចូលទៅដល់ផ្ទះក៏សួរថាលោកពូអញ្ជើញមកមានការអ្វីព្រះរាជាត្រាស់ថាខ្ញុំជាអ្នកទាល់ក្រគ្មានស្រូវអង្ករស្រែចំការទេមករកស៊ីឈ្នួលប៉ះសំពត់អាវគ្រាន់នឹងចិញ្ចឹមជីវិតស្ត្រីមេម៉ាយឃើញបែបនេះភាពជាអ្នកក្រស្លៀកពាក់ខោអាវរហែកផុតមុខផុតក្រោយក៏មានចិត្តអាណិតហៅឲ្យនៅចាំបរិភោគអាហារជាមួយទើបហៅកូនស្រីឲ្យមកជម្រាបសួរហើយប្រាប់ថារៀបចំដាំស្លយកមកជូនពិសាព្រះរាជាកាលបើកូនស្រីអ្នកមេម៉ាយនោះចេញមកសំពះសួរដោយជាតិព្រះអង្គជាក្សត្រមានព្រះនេត្រមុតដូចព្រះខ័នពេជ្រអាចស្គាល់បានភ្លាមជាស្ត្រីគ្រប់លក្ខណ៍ប្រកបដោយបញ្ចពិតកល្យាណីជាស្ត្រីមានលំអ5យ៉ាងទើបត្រាស់សួរថានាងនេះឈ្មោះអ្វីមានគេដណ្ដឹងហើយឬនៅអ្នកមេម៉ាយប្រាប់ថានាងឈ្មោះឧបរីគ្មានអ្នកណាគេត្រូវការមកសួរនាំទេព្រោះឯងអ្នកកំសត់ទាល់ក្រព្រះរាជាត្រាស់ថាបើដូច្នោះខ្ញុំសូមដណ្ដឹងធ្វើជាភរិយាតើអ្នកមីងព្រមឬទេអ្នកមេម៉ាយព្រមថ្វាយតាមប៉ុន្តែមិនដឹងថាជាមហាក្សត្ររបស់ខ្លួនឡើយដល់នៅជាមួយគ្នា2-3ថ្ងៃទើបព្រះរាជាប្រាប់តាមដំណើរហើយដកយកលុយពីក្នុងសំពាយ1000កហបណៈឲ្យដល់នាងឧបរីលាត្រឡប់ទៅព្រះរាជវាំងវិញស្ដេចយាងទៅដល់ត្រាស់បង្គាប់រាជអាមាត្យឲ្យចាត់ចែងរៀបផ្លូវដរាបដល់ផ្ទះមេម៉ាយហើយរៀបក្បួនយកដំរីជ័យមកយកនាងនិងអ្នកមេម៉ាយទៅនៅក្នុងព្រះរាជវាំងរៀបអភិសេកជាអគ្គមហេសីក្នុងពេលនោះឯងកាលជាក្រោយមកព្រះរាជាអស់ព្រះជន្មាយុសង្ខាតិវង្គតទៅនាងឧបរីឯកអគ្គមហេសីទ្រង់ព្រះកន្សែងសោកាបោកខ្លួនបោកប្រានអត់ព្រះស្ងោយពុំសោយឡើយព្រះអង្គមានព្រះអង្គាវៈយវៈស្គាំងស្គមគ្មានបុគ្គលណាអង្វរខាត់ជួយដោះទុក្ខបានឡើយក្នុងការនោះជួនជាព្រះពោធិសត្វនៃយើងសោយព្រះជាតិជាព្រាហ្មណ៍ចេញទៅបួសជាតាបោះបានឈានសមាបត្តិហោះហើរនាអាកាសបានលោកគង់នៅក្នុងព្រៃហមពានមានទឹកចក្ខុពិចារណាឃើញថានាងឧបរីឯកអគ្គមហេសីព្រះបាទព្រហ្មទត្តកំពុងទ្រង់ព្រះកន្សែងជាទុកក្រៀមក្រំក្នុងព្រះឱរាក៏ហោះទៅស្ថិតនាអាកាសបង្ហាញកាយឲ្យអ្នកនគរឃើញគ្រប់គ្នាទើបសួរទៅព្រះនាងឧបរីថាបបិទ្ធព្រះនាង
ទ្រង់ព្រះកន្សែងដើម្បីអ្វីព្រោះហេតុអ្វីព្រះនាងឧបរីទូលតាមដំណើរថាទ្រង់ព្រះកន្សែងអាឡោះអាល័យចំពោះព្រះរាជស្វាមីដែលមានគុណធ្ងន់បានជួយទំនុកបំរុងចិញ្ចឹមរក្សានាងតាបោះសួរបញ្ជាក់ថាព្រះរាជស្វាមីព្រះនាមអ្វីព្រះនាមព្រហ្មទត្តចុះព្រះបាទព្រហ្មទត្តអង្គណាបើព្រះនាងជាអគ្គមហេសីព្រះបាទព្រហ្មទត្តជាច្រើនព្រះអង្គច្រើនជាតិណាស់មកហើយព្រះនាងទូលតាបោះថាព្រហ្មទត្តជាព្រះរាជបុត្រព្រះបាទចលនីជាព្រះរាជស្វាមីខ្ញុំម្ចាស់តាបោះថាព្រហ្មទត្តជាបុត្រព្រះបាទចលនីជាព្រះរាជស្វាមីរបស់នាងពីមុនមកសោយរាជសម្បត្តិក្នុងនគរពរាណសីនេះទីវង្គតត្រង់កន្លែងនេះជាច្រើនព្រះអង្គណាស់ដែរក៏ព្រះនាងមិនទ្រង់ព្រះកន្សែងសោយសោកផងតើព្រះនាងទ្រង់ព្រះកន្សែងនេះសមរម្យឬទេព្រះនាងឧបរីទ្រង់សន្តាប់ពាក្យតាបោះដូច្នោះក៏ភ្ញាក់ស្មារតីដឹងច្បាស់ក្នុងព្រះអង្គថាឆោតមិនគួរទ្រង់ព្រះកន្សែងសោយសោកសោះតាបោះប្រដៅទូមានព្រះនាងឲ្យយល់ច្បាស់នៅត្រៃលក្ខណ៍តាមដំណើរទេសនារបស់ព្រះពុទ្ធពីបុរាណហើយត្រឡប់ទៅព្រៃហេមពាន្តវិញឯព្រះនាងឧបរីក៏នឿយណាយក្នុងព្រះរាជសម្បត្តិលះកាត់កង្វល់ចូលទៅបួសជាតបសិនីខំចម្រើនឈានដល់ទីបំផុតព្រះជន្មបានទៅកើតជាព្រហ្មលោកហោងព្រះសម្ពុទ្ធទ្រង់នាំអតីតជាតិនេះមកសម្ដែងប្រាប់នាងឧបាសិកាដូច្នេះហើយសេចក្តីសោករបស់នាងក៏បានរលត់អស់ដូចជាដុំភ្លើងធំធ្លាក់ចូលទៅក្នុងទឹកសមុទ្រព្រះសម្ពុទ្ធយល់ច្បាស់ថាសេចក្តីសោករបស់ឧបាសិការលត់អស់ហើយក៏សម្ដែងប្រកាសអំពីអរិយសច្ចៈ4ប្រការដល់ចប់នាងឧបាសិកាបានសម្រេចដល់សោតាបត្តផលក្នុងពេលនោះហងចំណែកពុទ្ធបរិស័ទទាំងឡាយដែលបានប្រជុំស្ដាប់ព្រះធម៌ទេសនាក្នុងពេលនោះទាំងប៉ុន្មានក៏បានសម្រេចមគ្គផលតាមកម្លាំងនិស្ស័យរបស់ខ្លួនបានអប់រំសន្សំរៀងខ្លួនដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាដករឿងនាងឧបរីសូមចប់តែត្រឹមប៉ុណ្ណេះសូមអនុមោទនា